បាទនេះគឺវត្តមានរបស់កែរំចង់បាទខ្លាចាស់ដែលដីបាត់ដំបងហើយខាងប្រកួតយូរហើយបាទយប់ស្អែកនេះគឺនៅលើទឹកដីក្រុងទឹកខ្មៅគាត់បច្ចុប្បន្នកីឡាករអ៊ីរ៉ង់ប្រកួតមិត្តភាពនៅក្នុងកម្មវិធី ASK គុណខ្មែរបាទកែរំចង់រូបរាងគាត់រៀងបាត់ឡើងគីឡូខ្លាំងប៉ុន្តែគាត់ទម្លាក់គីឡូបានប្រហែលជាជាង10គីឡូបាទដើម្បីអាចប្រកួតបានឡើងវិញអានេះបង្ហាញអំពីទឹកចិត្តរបស់គាត់ឆន្ទៈរបស់គាត់គឺការតាំងចិត្តរបស់គាត់អាចធ្វើបានហើយគាត់នឹងព្យាយាមធ្វើគីឡូទៀតមែនតើរាងកាយកែរំចង់គឺពោះគាត់ចេញផែកមកហើយបើគាត់ថាដូចថារាងកាយយើងផ្សេងគ្នាគាត់នេះសម្បូរអាខ្លាញ់លើចកេះនេះបងប្អូនបាទចង់មើលទៅយ៉ាងនោះសច្រើនតាមពិតទៅមែនតើទៅគឺពោះគាត់ហ្នឹងមិនសូវជាខ្លាញ់ជាទ្រាលទ្រល់ទេបាទថាចកេះគាត់ឯងសម្បូរខ្លាញ់តិចបើមើលទៅអត់ fit ដូចគេទេបាទយ៉ាងអត់ថា safe ដូចគេណាចឹងយ៉ាងមើលទៅឃើញយ៉ាងរ៉ាកតិចតែអត់អីទេបងចង់ថាគាត់មកនេះគឺដឹងតែដាក់ឲ្យល្អមើលហើយកីឡាកររំរត់ដឹងថាគាត់អមអេទាំងគុនខ្មែរខំ60%ខ្ញុំត្រៀមអាវុធរបស់ខ្ញុំដើម្បីការប្រកួតជាមួយចង្វាក់វាយរបស់គាត់ខ្ញុំបើឆ្លងកាត់មួយឆ្លងកាត់រឿងរត់ហើយដីនេះគឺពឹង60 70ឥឡូវយើងមកគូរៀនបាទពុតសម្បូរនឹងរិនសរតបាទពុតសម្បូរនឹងរិនសរតបាទអ្នកដែលឈ្នះឡើងទៅប៉ះអ្នកឈ្នះគូរវាងឡុងចិននិងមេដេចាស់កីឡាកររំរត់ដឹងថាគាត់និយាយទៅគាត់ល្អទាំងអមអេទាំងគុនខ្មែរសម្រាប់ខ្ញុំដូចជាអត់មានកង្វល់ទេខ្ញុំឡើងទៅដឹងខ្ញុំវាយបាទហើយបើសិនជាឆ្លងផុតរិនសរតទៅមកខាងទៀតឃើញមានឡុងចិននេះដែរបាទហើយធ្លាប់ជួបគ្នាពីមុនមកធ្លាប់បងជួបកុំចិនប៉ុន្មានដងដែរ4 ដងបាត់ផលយ៉ាងម៉េចដែរគឺចាញ់2ឈ្នះ2អូ50សម្រាប់ខ្ញុំបើឆ្លងកាត់មួយឆ្លងកាត់រឿងរត់ហើយដីនេះគឺពឹង60 70អាស្រ័យគឺខំ60%បាទដោយសារកីឡាករដៃគូរបស់យើងគឺគាត់អាវុធរបស់គាត់គឺល្អឆ្វេងអញ្ចឹងហើយខ្ញុំក៏បានត្រៀមអាវុធរបស់ខ្ញុំដើម្បីការប្រកួតជាមួយចង្វាក់វាយរបស់គាត់កីឡាករដែលគាត់ចេះមកច្រកហើយធ្ងន់គឺយើងមានការលំបាកដែរប៉ុន្តែបើសិនយើងមានភាពវៃឆ្លាតភាពរហ័សរហួនរបស់យើងគឺយើងនឹងវាយរបស់គាត់តទៅវិញដែលគាត់អាចយ៉ាប់ធ្វើការប្រកួតជាមួយយើងវិញស្អែកនេះបាទដូច្នេះយប់ស្អែកនេះបាទអ្នកឈ្នះរវាងរិនសរតហើយនិងពុតសម្បូរបាទនឹងឡើងទៅជួបអ្នកឈ្នះរវាងមួយគូទៀតបាទគឺឡុងចិនជាមួយនឹងមាសដេជះដើម្បីដណ្ដើមខ្សែក្បាត់ ISK គុណខ្មែរទម្ងន់61គីឡូក្រាមមួយខ្សែនេះដែលនឹងប្រពឡើងនៅទឹកដីក្រុងតាខ្មៅខេត្តកណ្ដាលបាទចឹងពុតសម្បូរគាត់ប៉ះរិនសរតរីឯឡុងចិនបាទឡុងចិនអីបាទចេញមកលក្ខណៈក្តៅចង់មកឆេវបាទជាមួយនឹងមាសដេជះបាទមាសដេជះបាទគូនេះថាអ្នកដែលឈ្នះដល់ឡើងទៅប៉ះអ្នកឈ្នះបាទរវាងពុតសម្បូរនិងរិនសរតបាទមើលមុខនេះអត់ញញនេះឡុងចិនដូចកាចដល់ហើយបាទសុទ្ធតែអ្នកខ្សត់ខ្សែក្បាត់ហើយបាទឥឡូវគឺឱកាសរបស់គាត់ក្នុងការបញ្ចេញខ្សែក្បាត់ហើយក៏ជាឱកាសក្នុងការប្រឹងប្រែងដើម្បីបាទសន្សំប្រជាប្រិយភាពពួកគាត់ដែរ